វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីខ្ញុំបាទមកមនីរតសូមស្វាគមន៍នឹងជម្រាបសួរអស់លោកអ្នកស្ដាប់នីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅក្នុងរាត្រីនេះជាទីគោរពនិងជាទីរាប់អានដោយអស់លោកនាងបានជ្រាបហើយប្រធានបទនៅក្នុងរាត្រីនេះយើងនឹងពិភាក្សាជុំវិញទៅនឹងការវិវត្តនយោបាយនិងផលប៉ះពាល់ហើយវាគ្មិននៅក្នុងបន្ទប់ផ្សាយនេះរាត្រីនេះយើងមានពីររូបដែលលោកនឹងអញ្ជើញវិភាគហើយឆ្លើយនៅសំណួររបស់លោកអ្នកស្ដាប់ផងក្នុងនោះគឺមានលោកបណ្ឌិតកែមលីអ្នកស្រាវជ្រាវការពិវត្តសង្គមនិងលោកបណ្ឌិតរស់រវុធសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយខ្ញុំបាទសូមជម្រាបសួរលោកទាំងពីរបាទជម្រាបសួរបាទអស់លោកនាងជាទីមេត្រីមុននឹងបើកឱកាសសម្រាប់អស់លោកអ្នកចូលរួមលើកឡើងនៅសំណួរឬក៏ផ្ដល់មតិយោបល់នៅក្នុងរាត្រីនេះខ្ញុំបាទសូមលើកនៅគោលការណ៍មួយចំនួនដើម្បីងាយស្រួលក្នុងការជជែកនិងពិភាក្សានៅក្នុងពេលបន្តិចទៀតនេះវប្បធម៌សន្តានាគឺជាកន្លឹះដ៏សំខាន់សម្រាប់គណៈបកជាប់ឆ្នោតទាំងពីរនៅអាណត្តិទី5ដែលធ្វើឲ្យគណៈបកទាំងពីររកដំណោះស្រាយរួមមួយបន្ទាប់ពីជាប់ទាំងនយោបាយប្រមាណ1ឆ្នាំបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ2013កន្លងទៅថ្ងៃទី22កក្កដាឆ្នាំ2014គឺជាថ្ងៃប្រវត្តិសាស្ត្រដែលអ្នកនយោបាយបញ្ចប់ភាពអហិង្សាដោយក្រោយការបោះឆ្នោតនិងវិលមករកតុចរចានិងបញ្ចប់ចំនួននោះគណៈបកជាប់ឆ្នោតទាំងពីរបានសន្យាថានឹងប្រើប្រាស់យន្តការសន្ទនានេះដើម្បីដោះស្រាយបញ្ហាជាតិរួមគ្នារហូតដល់មេដឹកនាំគណៈបកប្រឆាំងលោកសំរងស៊ីបានចូលគៀកនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរួមទាំងបានជួបគ្នាបរិភោគអាហារជាលក្ខណៈគ្រួសាររវាងលោកទាំងពីរទៀតផងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលមានដឹកនាំគណៈបកប្រឆាំងនិងបកកណ្ដាលអំណាចបានល្អលឿនគ្នាក្នុងពេលកន្លងមកនេះភាពល្អលឿនគ្នានេះធ្វើឲ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ហើយរំពឹងថាមេដឹកនាំទាំងពីរនឹងបន្តដឹកនាំប្រទេសឲ្យប្រជាពលរដ្ឋមានបានជាពិសេសគឺថាអាចសុខសាន្តទាំងផ្លូវការផ្លូវចិត្តផ្លូវសេដ្ឋកិច្ចឯថែមទៀតផងក៏ប៉ុន្តែមិនយូរប៉ុន្មានវប្បធម៌សន្តានានេះបានស្ថិតនៅក្នុងភាពផុយស្រួយទៅវិញហើយមេដឹកនាំទាំងពីរបាននិយាយប្រហារគ្នាមិនចេះចប់ហើយបាទមកដល់ត្រឹមចំណុចនេះខ្ញុំងាកមកវាគ្មិនទាំងពីរនៅក្នុងបន្ទប់ផ្សាយវិញម្ដងដោយលោកបណ្ឌិតរស់រវុធបានមានប្រសាសន៍ហើយកន្លងទៅគឺថាវប្បធម៌នេះវាមិនមានអីគួរចាប់អារម្មណ៍ទេហើយគឺថាអាចរលត់រលាយទៅវិញប្រថាបានពីព្រោះវាស្ថិតនៅលើឆន្ទៈរបស់អ្នកនយោបាយនេះខ្ញុំសូមការចាប់អារម្មណ៍ពីលោកបណ្ឌិតមុនរស់រវុធមុនលោកបណ្ឌិតពិនិត្យមើលថាតើហេតុអីបានជាអ្នកនយោបាយនៅតែបន្តបាយទឹកដាក់គ្នាទៅវិញទៅមកហើយមើលទៅការបាយទឹកខ្សែគ្នាទៅវិញទៅមកនេះវាអាចមានទីបញ្ចប់ទេឬក៏ថានៅតែបន្តបែបហ្នឹងបាទសូមជឿបាទសូមអរគុណជាដំបូងសូមគោរពប្រិមិត្តជុអាស៊ីសេរីទាំងអស់ជាទីរាប់អានយើងសង្កេតពិនិត្យឃើញថាស្ថានភាពវិវត្តចុងក្រោយនេះអ្នកនយោបាយទាំងពីរហាក់បីដូចជាពិសេសគណៈបកកណ្ដាលអំណាចហើយនិងគណៈបកភាគតិចក្នុងសភាហាក់បីដូចជាយកលបែងសន្ទនាធ្វើជានយោបាយនៃការកេងចំណេញនយោបាយលើបករៀងខ្លួនអញ្ចឹងទេយើងពិនិត្យមើលថាខ្ញុំធ្លាប់បាននិយាយថាវប្បធម៌សន្តានាគឺជាអាហារសម្រន់មួយមិនមែនជានីតិវិធីនៃច្បាប់ក្នុងការដឹកនាំរដ្ឋទេអញ្ចឹងទេយើងពិនិត្យឃើញថាវប្បធម៌សន្តានានេះមកដល់ពេលនេះវាហាក់បីដូចជាមិនឃើញមានផលចំណេញអ្វីទាល់តែសោះសម្រាប់ជាតិអញ្ចឹងទេយើងពិនិត្យមើលថាតើអ្នកនយោបាយគួរតែប្រើវប្បធម៌សន្តានាអ្វីខ្លះសម្រាប់ជាតិឧទាហរណ៍ថាដូចជាបញ្ហាព្រំដែនដែលត្រូវដោះស្រាយបញ្ហាអត់ការងារធ្វើរបស់យុវជនបញ្ហាទីផ្សាររបស់កសិករបញ្ហាច្រើនទៀតនយោបាយច្រើនទៀតជាមួយនឹងតេតងទៅនឹងសេដ្ឋកិច្ចតេតងទៅនឹងសន្តិសុខជាតិផ្ទាល់ខ្លួនរបស់ប្រទេសដែលត្រូវយកចិត្តទុកដាក់អញ្ចឹងយើងពិនិត្យមើលថាបច្ចុប្បន្ននេះជាពិសេសឆ្នាំនេះតែម្ដងវាហាក់បីដូចជាចម្លែកសម្រាប់អ្នកនយោបាយខ្មែរដែលមិនទាន់ដល់ពេលឃោសនាផងវាយប្រហារគ្នាចាប់ផ្ដើមបរិហាកេរគ្នាគឺកន្លែងហ្នឹងហើយដែលយើងមើលឃើញថា
មិនបានថែរក្សានៅវប្បធម៌សន្តានាឲ្យចំណេញសម្រាប់ជាតិគឺបែរជាចង់ចំណេញសម្រាប់បកដើម្បីឡើងកាន់អំណាចនឹងចំពោះបច្ចុប្បន្នភាពនេះដែលយើងឃើញថាមានរហូតទៅដល់កម្ដៅនយោបាយចុងក្រោយដែលនិយាយគ្នាលែងស្ដាប់បង្កើតជាបាននៅអំពើហិង្សាទៅលើតំណាងរាស្ត្រអីជាដើមនោះវាហាក់បីដូចជាប្រទេសមួយដើរថយក្រោយបាទដើរថយក្រោយដែលសង្គមអន្តរជាតិមើលឃើញថាវាដំបូងនោះតែថាទាំងសង្គមអន្តរជាតិទាំងប្រជាពលរដ្ឋគឺគេមើលឃើញអ្នកនយោបាយគេទុកចិត្តអ្នកនយោបាយបែរជាសពថ្ងៃនេះបាត់បង់នៅជំនឿចិត្តទៅវិញបាទខ្ញុំមានប៉ុណ្្នឹងសិនបាទហើយលោកបណ្ឌិតមានប្រសាសន៍ថាបកទាំងពីរនេះគឺថារផលចំណេញរៀងៗខ្លួនពីគោលការណ៍វប្បធម៌សន្តិនិកនេះលោកបណ្ឌិតពិនិត្យមើលថាតើបើសិនជាចង់ចំណេញរៀងខ្លួនអញ្ចឹងអ្នកនយោបាយទាំងពីរនេះគួរតែលើកដោយលោកបណ្ឌិតមានប្រសាសន៍ឲ្យគួរគិតពីសេដ្ឋកិច្ចទៅវិញគួរគិតទៅវិញមិនបានជាអ្នកនយោបាយមិនយកកំណត់ទាំងអស់នេះទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនលោកបណ្ឌិតពិនិត្យមើលថាចង់ចំណេញអញ្ចឹងបាទតាមពិតទៅពិធីឃោសនាដើម្បីកេងចំណេញដែលយើងប្រើភាសាសាមញ្ញថាធ្វើម៉េចឲ្យប្រជាពលរដ្ឋជឿទុកចិត្តខ្លួនយើងនោះគឺមិនចាំបាច់បរិហាគេអ្នកដទៃទេយើងលើកតែពីគោលនយោបាយរបស់យើងហើយយើងអនុវត្តបាទយើងអនុវត្តឲ្យប្រជាពលរដ្ឋមានការជឿជាក់ឧបមាថាឥឡូវគណៈបកកណ្ដាលអំណាចហ្នឹងគាត់អត់មានសមត្ថភាពក្នុងការរកទីផ្សារឲ្យប្រជាពលរដ្ឋអញ្ចឹងគណៈបកប្រឆាំងថាតើមានសមត្ថភាពប៉ុណ្ណាមានសមត្ថភាពប៉ុណ្ណាតាមពិតនៅប្រទេសដែលរីកចម្រើនឧទាហរណ៍ដូចជានៅប្រទេសជប៉ុនគេមិនចាំបាច់ប្រកាន់និន្នាការគណៈបកប្រឆាំងគណៈបកកណ្ដាលអំណាចទេគណៈបកណាក៏ដោយឲ្យតែមានសមត្ថភាពក្នុងការដោះស្រាយរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋនិងជាតិគឺគេអាចយកមកធ្វើការជាមួយគ្នាបានដូចជានៅសហរដ្ឋអាមេរិកចនឃេរីគណៈបកផ្សេងអូបាម៉ាគណៈបកផ្សេងទេប៉ុន្តែដោយសារចនឃេរីមានសមត្ថភាពក្នុងការដោះស្រាយផ្នែកការទូតក្នុងការដោះស្រាយរកសន្តិភាពពិភពលោកក្នុងការរកនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលមានចំណេញដល់ប្រទេសគេអញ្ចឹងគេយកមកធ្វើការជាមួយគ្នាបានអញ្ចឹងគួរតែអ្នកនយោបាយនឹងរួមគ្នាបង្កើតគំនិតថាតើត្រូវធ្វើអ្វីសម្រាប់ជាតិត្រូវធ្វើអ្វីសម្រាប់ប្រជាពលរដ្ឋកុំយើងប្រើប្រជាវត្ថុឬក៏យើងប្រើពាក្យថាស្នេហាជាតិតែបបោមាត់ទៅបាទហើយយើងត្រូវបញ្ចេញពីសកម្មភាពឲ្យប្រជាពលរដ្ឋឃើញផងឈប់អារឿងគេហៅថាធ្វើឲ្យអាប្រវត្តិសាស្ត្រខ្មែរហ្នឹងវល់ហ្មងបាទវល់ហ្មងបាទខ្ញុំមានប៉ុណ្ណឹងសិនអរគុណលោកបណ្ឌិតទៅជាវល់បាយបិណ្ឌបាយបាតបាទអរគុណខ្ញុំងាកមកលោកបណ្ឌិតកែមលីវិញម្ដងលោកបណ្ឌិតមើលចុះរឿងវប្បធម៌សន្តានានេះវាដូចជាឆាកល្ខោនមួយហើយអ្នកនយោបាយហ្នឹងគឺថាកាលណាបើសម្ដែងយូរទៅនឹងអាចឃើញចេញតួយៈឬតួស្លូតអីចឹងលោកបណ្ឌិតមើលថាតើអ្នកនយោបាយទាំងពីរហ្នឹងក្នុងពេលឥឡូវហ្នឹងតើលោកបណ្ឌិតមើលឃើញថាតើនរណាដែលល្អជាងនរណាលោកនាយករដ្ឋមន្ត្រីឬក៏មេបកប្រឆាំងហ្នឹងល្អជាងមើលទៅទាំងពីរហ្នឹងយ៉ាងម៉េចបាទសូមអរគុណហើយសាជម្រាបសួរដល់ជនជាតិតាមពិតទៅយើងមានការលំបាកនៅក្នុងការវិតម្លៃថាអ្នកណាល្អជាងអ្នកណាប៉ុន្តែយើងមើលទៅគោលនយោបាយមើលទៅនីតិវិធីឬក៏យុទ្ធសាស្ត្រនយោបាយអានឹងយើងអាចធ្វើការវិតម្លៃទៅវាច្បាស់ជាងប៉ុន្តែកន្លងមកដូចលោករដ្ឋបានមានប្រសាសន៍យ៉ាងខ្ញុំសម័យកាលជំនាន់ប៉ុលពតពេលថ្ងៃ17មេសា18មេសាពេលហ្នឹងគេធ្វើទិវាជ័យជំនះណាហើយខ្ញុំបានទៅចូលរួម2ដងដែរ2ឆ្នាំម្ដងបាទឃើញមេកងគេឡើងស្រែកឃោសនាដូចគ្នានឹងតាមពិតស្រែកពីរឿងភាជើងគេប្រើពាក្យជំនាន់នោះគេហៅថាគឺថាដើម្បីគឺថាអង្គការលើស្អីស្អាតអង្គការលើដូចគ្នានេះដែរយើងមើល
នៅមានការនយោបាយសុខខ្មែរហ្នឹងគឺឃោសនាបោះឆ្នោតដើម្បីបោះឆ្នោតដល់បោះឆ្នោតហើយដើម្បីដោះស្រាយបញ្ហាបោះឆ្នោតដើម្បីបោះឆ្នោតទៀតខ្ញុំមើលទៅវល់គាត់អត់បំពេញទូនីតិរបស់គាត់ក្នុងនាមជារដ្ឋាភិបាលទេគាត់ពេញទូនីតិក្នុងនាមជាគណៈបកប្រឆាំងក៏អត់បំពេញទូនីតិក្នុងនាមជាសភាជាតិទេសមាជិកសភាជាតិទេគាត់បំពេញទូនីតិជាគណៈបកខ្ញុំឃើញគាត់ចុះបេសកកម្មទាំងគណៈបកកណ្ដាលទាំងគណៈបកប្រឆាំងក្នុងនាមជាតំណាងរាស្ត្ររបស់ពលរដ្ឋដល់ពេលទៅជួបរាស្ត្រទៅដាក់ logo គណៈបកទៀងក្រោយបាទឃើញអាហ្នឹងគឺក្នុងអាណត្តិរបស់ខ្លួនអត់ទាន់ដល់ពេលឃោសនាទេអញ្ចឹងណាក្នុង mandate បាទន័យថាក្នុងអាណត្តិនៅក្នុងការងាររបស់ខ្លួនទាំងរដ្ឋាភិបាលទាំងគណៈបកឃើញទេអញ្ចឹងដល់ខ្ញុំប្រើពាក្យថាដើម្បីគឺថាដើម្បីហ្នឹងអានេះថាវាអត់ចេញពីជ្រុងទី1ទី2ទៀតកាលណានយោបាយហ្នឹងវាច្រឡងតាំងពីចាស់មកហ្នឹងតាំងពីសង្គមរាស្ត្រនិយមមកហ្នឹងនយោបាយរបៀបចោតប្រកាន់ដាក់គ្នាបាក់ទឹកដាក់គ្នាស្វាស៊ីបាយលាមាត់ប្រប៉ែវប្បធម៌សន្តិនិកនេះដែលខ្ញុំមើលគឺគាត់តែជាវប្បធម៌មួយប្រមូលផ្ដុំអំណាចបើសន្តិនិក12នាក់សម្រាប់តែ2នាក់ឲ្យគេធ្វើទាំងអស់ទីហោដូចបោះឆ្នោតច្បាប់បោះឆ្នោតហ្នឹងសម្រាប់តែ2នាក់ឯណាអត់ទាំងឲ្យសភាទៅជែកទៀតគឺគាត់មើលទៅរំលោភដល់សិទ្ធិសភាសិទ្ធិពលរដ្ឋទៀតបាទហើយអាចថាទៅបំផ្លាញយន្តការប្រជាធិបតេយ្យដែលមានស្រាប់ទៀតពីព្រោះកាលណាព្រមព្រៀងសន្តិនិកព្រមព្រៀងលើច្បាប់អីមួយហើយយន្តការប្រជាធិបតេយ្យដែលគេត្រូវការជជែកពិភាក្សាឲ្យពលរដ្ឋស្ដាប់តំណាងរាស្ត្ររបស់ខ្លួននោះបាច់ជឹងអនុម័តយកតែម្ដងអាហ្នឹងយើងអត់ទាន់គិតពីរឿងគ្រាន់តែជាអំណាចប្រមូលផ្ដុំទី2ទី3កាលណាយើងប្រើដដែលវាឆ្លោះបញ្ចាំងឲ្យឃើញថាអ្នកនយោបាយអត់មានគំនិតផ្ដួចផ្ដើមថ្មីទេអត់បានអង្គុយអត់បានពិភាក្សាអត់បានជជែកក្នុងផ្ទៃក្នុងរបស់គណៈបកហោយុទ្ធសាស្ត្រថ្មីហោវិធីសាស្ត្រថ្មីល្អហើយវាមានប្រជាប្រិយភាពខ្ញុំនិយាយថាជាយុទ្ធសាស្ត្រ sexy ទៅចឹងហើយវាល្អឲ្យវាងាយយល់ឲ្យវាងាយស្ដាប់តិចទៅវាអត់មានយើងមើលនៅប៉ុស្តិ៍សហរដ្ឋអាមេរិកគេមានកម្មវិធីទូទស្សន៍កំ pl ែងនយោបាយណាគេហៅDonald Trump អីយកមកអ្នក MC គេនឹងជជែកពិភាក្សាហើយកម្មវិធីនឹងគឺប្រជាប្រិយភាពបាទមានន័យថាមិនគេព្យាយាមរកវិធីសាស្ត្រដែលល្អដើម្បីអីដើម្បីឲ្យសាររបស់អ្នកនយោបាយហ្នឹងឲ្យលឺទៅដល់ប្រជាពលរដ្ឋពីរសពីសារងាយស្ដាប់ងាយយល់ហើយគាត់អាចកែប្រែនៅចិត្តគំនិតរបស់គាត់ទៀតកម្មវិធីហ្នឹងគឺគំនិតលើកឡើងថ្មីឃើញទេទី1ទី2ខ្ញុំឃើញគាត់ទៅម៉ាឡេសម្រាប់នាយកហើយនឹងអាដាមសំស៊ីគាត់ទៅជួបកម្មករចំណាក់ស្រុកទៅម៉ាឡេនឹងជាវិធីសាស្ត្រថ្មីទេប៉ុន្តែហេតុអីបានយើងអត់បន្តអាហ្នឹងសាកល្បងជួបគ្នា2នាក់ហ្នឹងហើយហៅយុវជន 4-5,000 អ្នកសាក់ហ្នឹងមើលណាហើយពិភាក្សាគ្នាទៅហើយឲ្យយុវជនគាត់សួរគាត់ឆ្លើយទៅចោតឆ្លើយទៅហើយរអ្នកសម្របសម្រួលឲ្យឯករាជ្យបន្តិចណាដើម្បីតាក់ទាញឲ្យយុវជនហ្នឹងគាត់អាចសួរបានដោយសេរីអត់មានការភ័យខ្លាចហើយយើងឆ្លើយដោយយើងមើលយុវរដ្ឋមន្ត្រីសិង្ហបុរីនៅពេលដែលគាត់ដូចផ្ដើមម្ដងខ្ញុំឧទាហរណ៍ណាយើងគួរតែចាប់ផ្ដើមពេលដែលគាត់ debate បាទនេះថាគាត់ទៅជែកធ្វើជាវាគ្មិននៅក្នុងទូរទស្សន៍ Channel New Asia ម្ដងគាត់មានយុវជនម្នាក់គាត់មានកម្មករម្នាក់សុខាមាននិស្សិតនៅសាកលវិទ្យាល័យហើយនឹងគាត់ក៏ឲ្យមានអ្នកដែលចូលរួមសួរបានតាមចិត្តហើយក្នុងនាមវាគ្មិនស្មើមុខស្មើមាត់ក្នុងនាមនាយករដ្ឋមន្ត្រីផងណាដុកទ័រលីស៊ីងឡុងណាបាទអញ្ចឹងអានឹងសិតតែជាគំនិតផ្ដួចផ្ដើមដើម្បីអីដើម្បីយកអាសារនយោបាយនេះគឺយកទៅប្រាប់ដល់ប្រជាពលរដ្ឋហើយយើងមានសារថ្មីដើម្បីជាការអប់រំហើយបើសិនជាឥឡូវគេចង់ឲ្យឈ្មោះថាគណៈនាយករដ្ឋមន្ត្រី Facebook ឬគឺនាយករដ្ឋមន្ត្រីសម្ពោធអីណាទៀតណាអាហ្នឹងបើអាហ្នឹងវាខ្មាស់គេចង់និយាយចឹងណាខាងគណៈបព្វប្រឆាំងធានគណៈបព្វប្រឆាំងគេឲ្យឈ្មោះថាជានាយករដ្ឋមន្ត្រី Facebook មិនមែននាយករដ្ឋមន្ត្រីពិតប្រាកដណាដល់នាយករដ្ឋមន្ត្រីខ្មែរយើងគេឲ្យឈ្មោះថានាយករដ្ឋមន្ត្រីសម្ពោធទៅទៀតចុះឃើញតែសម្ពោធទៅអត់មានគំនិតដូចផ្ដើមថ្មីសម្រាប់តាក់ទាញឲ្យប្រជាពលរដ្ឋនឹងចូលចិត្តស្ដាប់ចូលចិត្តអានចូលចិត្តមើលតាមដានណាបាទនេះ
មកលោកបណ្ឌិតរស់រពុតមានបន្តិចដោយសារលោកបណ្ឌិតបានលើកពីខាងដើមឯថារឿងការដែលមេបកទាំងពីរហ្នឹងគឺជាផ្ទៃគណៈបកធំហ្នឹងចាប់ផ្ដើមប្រើប្រាស់តាមនយោបាយគឺស្ដាប់មិនច្រឡំទេបានន័យថាវិជាការមិនស្មោះត្រង់លើគោលនយោបាយរបស់ខ្លួនដើម្បីគ្រាន់តែចំណេញតែប៉ុណ្្នឹងទេចុះហើយលោកបណ្ឌិតមើលថាបើសិនជានៅតែរបៀបអញ្ចឹងតើអាចអ្នកណាចំណេញជាងទៅវិញយើងពិនិត្យមើលកន្លែងនេះមិនមែនគេហៅថារឿងគោលនយោបាយរបស់គណៈបកខ្លួននេះរឿងបញ្ហាដែលចង់គ្រប់គ្រងអំណាចរៀងខ្លួនរឿងការអនុវត្តគោលនយោបាយនោះយើងពិនិត្យមើលថាដោយសារប្រជាពលរដ្ឋយើងនៅមានកម្រិតនៃការយល់ដឹងអញ្ចឹងការតាមដានគោលនយោបាយរបស់គណៈបកមួយនោះក៏នៅមានកម្រិតដែរអញ្ចឹងទេយើងមើលថាតើបើសិនណាជាអ្នកនយោបាយនៅតែវាយប្រហារគ្នានៅតែបង្កើតយើងមើលដូចជាព្រឹត្តិការណ៍ថ្មីឧទាហរណ៍ដូចជាការបោះឆ្នោតទម្លាក់អនុប្រធានសភានៅតែមានយើងមើលថាអង្គើហិង្សាលើតំណាងរាស្ត្រអញ្ចឹងសួរថាតើវាខាតអីវាចំណេញអីអញ្ចឹងយើងពិនិត្យមើលថាយើងចែកជាពីរទី1យើងនិយាយពីនយោបាយការបរទេសបើយើងនិយាយពីនយោបាយការបរទេសវិញគឺយើងធ្លាក់កម្រិតទាបជាងមុនច្រើនណាព្រោះយើងមើលក្រោយពេលដែលវាយប្រហារទៅលើអ្នកតំណាងរាស្ត្រគឺសភាអឺរ៉ុបសភាអាស៊ានយើងហ្នឹងហើយនឹងប្រមុខការទូតការបរទេសប្រមុខការទូតសហរដ្ឋអាមេរិកឬក៏តំណាងស្ថានទូតបរទេសនានាដែលនៅប្រចាំប្រទេសកម្ពុជាហ្នឹងត្រូវបានគេអំពាវនាវក្នុងការប្រើអំពើហិង្សាអញ្ចឹងបើក្រុមប្រមុខការទូតទាំងអស់ហ្នឹងគាត់ផ្សព្វផ្សាយថាតើនយោបាយការបរទេសស្រុកខ្មែរយើងវាធ្លាក់ដល់កម្រិតណាវាជះឥទ្ធិពលយ៉ាងម៉េចអញ្ចឹងទេក្នុងការជះឥទ្ធិពលនេះគឺជះឥទ្ធិពលច្រើនណាស់ដោយរាប់តាំងពីនយោបាយការទូតនយោបាយសេដ្ឋកិច្ចតាំងពីសន្តិសុខឡើងទៅអញ្ចឹងយើងពិនិត្យមើលចំណុចទី2វាផលប៉ះពាល់ក្នុងស្រុកម្ដងអញ្ចឹងយើងដាក់ការពិចារណាទៅលើថាការប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រត្រូវបានប្រមុខការទូតក្នុងប្រទេសពីនាវអញ្ចឹងសួរថាតើទេសចរណាដែលចូលមកយើងទេសចរគេលែងទុកចិត្តហើយព្រោះអីមិនបានគេលែងទុកចិត្តគេថាសូម្បីតែតំណាងរាស្ត្រនៅក្នុងអភ័យឯកសិទ្ធិក៏ត្រូវតែត្បូងដែរអូចូលតម្រាំតែឈ្មោះធម្មតាទេបាត់បង់អ្នកវិនិយោគគេមិនទុកចិត្តបើសភាគណៈបកទាំងពីរនឹងតោះគ្នាហើយថាតើគេទុកចិត្តមិនក្នុងកិច្ចសន្យាមួយទៀតប្រជាពលរដ្ឋខ្លួនឯងក៏បាត់ទំនុកចិត្តទៅលើអ្នកនយោបាយបាត់ទំនុកចិត្តទៅលើអ្នកនយោបាយដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យតំណាងរាស្ត្រទាំងមូលតំណាងពលរដ្ឋទាំងមូលត្រូវគេវាយមានអភ័យឯកសិទ្ធិផងព្រោះពាក្យថាអភ័យឯកសិទ្ធិមានន័យថាសិទ្ធិដែលរដ្ឋប្រគល់ឲ្យអញ្ចឹងគឺមានសិទ្ធិខ្ពស់ណាស់អញ្ចឹងតំណាងរបស់ពលរដ្ឋត្រូវគេវាយចុះទៅមកពលរដ្ឋមានសិទ្ធិត្រឹមតែរស់រានមានជីវិតថាតើត្រូវគេប្រមាថយ៉ាងណាទេអញ្ចឹងត្រូវបាត់ទំនុកចិត្តលើអ្នកដឹកនាំអញ្ចឹងក្នុងការជះឥទ្ធិពលនេះទៀតសោតនេះយើងមិនទាន់និយាយពីការឆក់ឱកាសជនឱកាសនិយមដែលគាត់ឆក់យកនៅគេហៅថាការកេងចំណេញទីផ្សារលើប្រជាពលរដ្ឋនៅពេលដែលពលរដ្ឋបាត់បង់លើទំនុកចិត្តទៅលើរដ្ឋអញ្ចឹងយើងពិនិត្យមើលថាតើយើងត្រូវមានតុល្យភាពយ៉ាងម៉េចអញ្ចឹងហើយបានជាខ្ញុំស្វាគមន៍នៅចំណាត់ការរបស់តុលាការខ្ញុំជឿថាតុលាការនឹងមានចំណាត់ការដោយស្មោះត្រង់ហើយមានតុល្យភាពគ្នារវាងអង្គើហិង្សាលើតំណាងរាស្ត្រនិងអង្គើហិង្សាលើសន្តិសុខនៅស្ពាននេះ
ចឹងទេខ្ញុំជឿថាតុលាការនឹងមានតុល្យភាពនិងដំណោះស្រាយក្នុងរឿងហ្នឹងមិនឲ្យមានលំអៀងទេព្រោះយើងគិតថាច្បាប់ស្រុកយើងល្អអញ្ចឹងតុលាការនឹងចាត់វិធានការនៅរឿងនេះបាទតែប៉ុន្តែដោយសារលោកបណ្ឌិតលើកអញ្ចឹងទៅឲ្យខ្ញុំជាការចាប់អារម្មណ៍តិចចុះដោយសារមើលអ្នក3អ្នកដែលបានចូលសារភាពចាប់ខ្លួននិងចោទប្រកាន់ប្រមាណកន្លងទៅនេះឃើញថាមិនមែនជាការចាប់ខ្លួនដោយសមត្ថកិច្ចទេគឺជាការចូលសារភាពហើយពីរឿងបទល្មើសជាក់ស្ដែងទៅវិញឃើញថាវាខុសគ្នាអ្នកនៅស្ពាននេះព្រឹត្តិការណ៍កាលនោះគឺតែចាប់ភ្លាមហើយមកដល់ពេលឥឡូវនេះគឺថារឿងព្រឹត្តិការណ៍បទល្មើសជាក់ស្ដែងនេះគឺប៉ុន្តែមកដល់ឥឡូវនេះរកតែសវិនសវាមឡើយអត់ទាន់ឃើញយ៉ាងម៉េចមើលទៅភាពខុសគ្នាអនុវត្តប្រព័ន្ធហ្នឹងគួរទុកចិត្តរបៀបណាទៅលោកបណ្ឌិតកែមលីពីរឿងហ្នឹងមកជួយទៅចូលដល់ធាតុបទថ្មីប៉ុន្តែខ្ញុំសង្ខេបទៅខ្ញុំមិនបកស្រាយទេភាគច្រើនខ្មែរយើងឥឡូវគេឲ្យនាមណាកាលណាយើងចាប់ទូចហើយរក្សាធំគេហៅចាប់ត្រីចង្វារក្សាត្រីរស់បាទថាធ្វើមិនយកតែត្រីចង្វាត្រីអីហ្នឹងមកកាត់ទោសមកដាក់គុកប៉ុន្តែត្រីរស់ធំអ្នកបជាអ្នកបង្កើតអ្នក design អ្នកតែងរឿងតែអីហ្នឹងរួចខ្លួនដដែលទេបាទចឹងអាហ្នឹងគឺវប្បធម៌នយោបាយខ្មែរយើងហ្នឹងចោតច្រើនណាស់ហើយខ្មែរយើងរហូតដល់ឲ្យពាក្យថាអីតម្រៃជុលគ្នាងាប់ចង្អាសមោចនៅក្នុងគោមភាគច្រើនគឺចឹងឯងអាហ្នឹងរឿងហ្នឹងណាហើយយើងគួរតែកុំឲ្យមានអញ្ចឹងទី1ទី2ខ្ញុំចង់ផ្ដល់ជាអនុសាសន៍ទី2តាក់ទងរឿងវប្បធម៌នយោបាយថ្មីដែលអាចទាក់ទាញណាទីហោថាសន្តាកថាបើយើងប្រៀបធៀបសិង្ហបុរីយុវរដ្ឋមន្ត្រីសិង្ហបុរីគាត់មានមួយឆ្នាំដល់4ដងឯងសំខាន់ណាមួយត្រីនេះមានម្ដងមួយត្រីនេះម្ដងហើយប្រចាំឆ្នាំរបស់គាត់ធំម្ដង 3-4 ម៉ោងអីសន្តាកថាគាត់មិនធ្វើច្រើនទេកាលណានិយាយច្រើនធ្វើច្រើនវាសាបវាអត់សូវមានតម្លៃដូចខ្ញុំឯងខ្ញុំឡើងមកនិយាយច្រើនហ្នឹងវាសាបខ្ញុំទទួលស្គាល់បើយូរនិយាយម្ដងក៏ល្អដែរសន្តាកថាបើនេះថាបើនិយាយពីរឿងសន្តាកថាតាក់ទងការអភិវឌ្ឍវិញគាត់ត្រូវធ្វើអាវីដេអូ documentary អា sport អីអាវីដេអូខ្លីៗទីហោទៅដូចភ្នំឆាត់ខ្ញុំទៅដល់ភ្នំឆាត់ល្អការអភិវឌ្ឍរបៀបហ្នឹងកន្លែងមជ្ឈមណ្ឌលជនពិការមជ្ឈមណ្ឌលយោធិននៅតកែងកោះស្លាអីហ្នឹងល្អហើយជាពិសេសនេះថ្មីនេះមាន2ភូមិនៅស្រុកព្រះស្ដាច់ខេត្តព្រៃវែងដែលកូរ៉េខាងត្បូងគាត់ជួយហើយគាត់អភិវឌ្ឍ2ភូមិហ្នឹងគេថាភូមិគំរូហើយភូមិគំរូហ្នឹងគឺតាមលទ្ធផលគឺជនចំណាក់ស្រុកលែងចាក់ស្រុកហើយមកវិញអញ្ចឹងអាសន្តាកថាហ្នឹងត្រូវប្រមូលការអភិវឌ្ឍហើយធ្វើជា documentary ទូចខ្លីធ្វើមកសន្តាកថា3ម៉ោង4ម៉ោងហ្មងសម្រាប់ឲ្យគេស្ដាប់ហើយ sport បានន័យថាចាក់យកអាណាដែលសំខាន់ហ្នឹងយកមកស្ទូងសូមម្ដងទៅប្រព័ន្ធប្រពលវប្បកម្មកន្លែងណាដែលល្អអញ្ចឹងយើងព្យាយាមធ្វើអាហ្នឹងខ្ញុំគិតថាប្រហែលជាចំណេញជាងប៉ុន្តែបើសិនជាសន្តាកថាគាត់ណាកូពីឲ្យផាសខ្ញុំស្ដាប់ពី10ឆ្នាំមុនមកឥឡូវវាស្រៀងគ្នាវាអត់សូវមានប្រយោជន៍ទេចឹងសន្តាកថាគេត្រូវការសិក្សាស្រាវជ្រាវកន្លែងដំដុលអភិវឌ្ឍទូទាំងប្រទេសនោះមានប្រមាណកន្លែងដែលល្អបំផុតប្រមាណកន្លែងដែលមធ្យមប្រមាណកន្លែងដែលអត់ល្អប្រមាណកន្លែងដែលអភិវឌ្ឍទៅបរាជ័យយើងសិក្សាហ្នឹង3ខែយើងធ្វើសន្តាកថាម្ដងហើយប្រមូលបំសាធារណជនយើងចាំស្ដាប់ចាំមើលហ្មងហើយបើសិនជាសន្តាកថាគ្រាន់តែជេរគ្នាឬមួយក៏ដេញដោលគ្នាពមៀនគ្នាយូរទៅដូចលោកនិរដ្ឋដែលខ្ញុំសរសេរលើកមុនអញ្ចឹងអ្នកលេង account តួ account លេងចុះឡើងអត់ព្រមពមៀនមកពមៀនអាអ្នករូតវាំងណូននេះអាអ្នកវិភាគអ្នកអីវិញពមៀនយូរទៅគឺខ្មាស់គេទេអាអ្នករូតវាំងណូនគ្នាដឹងអីគ្នានេះគ្រាន់តែរូតចុះរូតឡើងឬមួយអ្នកពោលចេញមកពោលមកបាទក៏មកពមៀនគ្នាដែរវាគួរខ្មាស់គេទេណាអាហ្នឹងនិយាយត្រង់ណាអាហ្នឹងរឿងទី2ដែលខ្ញុំចង់ផ្ដល់ជាអនុសាសន៍រឿងទី3ដែលខ្ញុំចង់និយាយអនុសាសន៍ឧទាហរណ៍ថាយើងនិយាយពីសារនយោបាយទាក់ទងនឹងការគ្រប់គ្រងកោះទៅវិញកោះដែលនៅជាប់កែបកោះដែលនៅជាប់កពតកោះដែលនៅជាប់កំពង់សោមនៅកោះកុងក្រុមហ៊ុនប្រមាណដែលធ្វើនឹងក្រុមហ៊ុនណាដែលធ្វើជោគជ័យក្រុមហ៊ុនណាដែលធ្វើអត់ជោគជ័យក្រុមហ៊ុនណាដែលទៅរំលោភលើដីប្រជាពលរដ្ឋសូម្បីតែកោះរងថ្ងៃនេះក្រុមហ៊ុន
រយ៉ាល់គ្រប់នេះទៅចង់ទៅទន្ទ្រានសង្កាត់ហ្នឹងទៀតណាសង្កាត់ដែលមាន3ភូមិហ្នឹងគឺកំពុងសិក្សាហ្នឹងមានសំណើពីចវាយខេត្តមានសំណើពីអីហើយក្រុមហ៊ុនមិនព្រមទេទៅរំលោភលើអាហ្នឹងទៀតអាកន្លែងចឹងត្រូវតែមានសន្និដ្ឋានឲ្យទូលំទូលាយមួយសូម្បីតែអាជ្ញាធរដែនដីគាត់ខំការពារប្រជាពលរដ្ឋ3ភូមិហ្នឹងណាក្រុមហ៊ុនអត់ព្រមមានចំណាអីត្រឹមត្រូវឲ្យខ្ញុំមើលឯកសារកម្រាស់ក្រាស់ឯកសារតាក់ទងនឹងអាកោះរងហ្នឹងអត់ព្រមធ្វើរដ្ឋបាលឲ្យប្រជាពលរដ្ឋទុកឲ្យក្រុមហ៊ុននឹងទន្ទ្រានលិចទន្ទ្រានកើតកន្លែងហើយឡើងមកដល់ទីស្តីការឡើងមកចំណាគ្រប់កន្លែងហ្នឹងនៅតែអត់ចេញទៅទៀតអាហ្នឹងដែលពាក់ព័ន្ធខ្ញុំជឿថាសន្និដ្ឋានត្រូវតែមើលអាហ្នឹងថាមានក្រុមហ៊ុនណាខ្លះក្រុមហ៊ុនវៀតណាមប្រមាណក្រុមហ៊ុនចិនប្រមាណហើយមានហានិភ័យដូចកោះត្រល់ទេថ្ងៃគយអាហ្នឹងខ្ញុំគិតថាសន្និដ្ឋានរបៀបអញ្ចឹងប្រហែលជាសារនយោបាយដែលមានតម្លៃហើយមិនត្រឹមតែមានតម្លៃទេផ្ដល់ការគ្រប់គ្រងពីប្រជាពលរដ្ឋហើយអាចដោះស្រាយបញ្ហាបានប៉ុន្តែបើសិនជាដូចថ្ងៃទាំងពីរគណៈបកហ្នឹងអត់អាចទៅដោះស្រាយបានទេធ្វើនយោបាយដូចខ្ញុំទៅសេក្នុងเพจរបស់ខ្ញុំគឺដើម្បីដោះស្រាយបញ្ហាដើម្បីធ្វើម៉េចឲ្យបញ្ហាហ្នឹងវាដោះស្រាយចេញហើយវាអាចនឹងមានបញ្ហាទៅមុខទៀតយើងដោះស្រាយមិនធ្វើនយោបាយដើម្បីបង្កើតបញ្ហាដោះស្រាយបញ្ហាក្នុង2ឆ្នាំនេះខ្ញុំឃើញអ្នកនយោបាយជាអ្នកបង្កើតបញ្ហាហើយអ្នកនយោបាយនាំគ្នាដោះស្រាយបញ្ហាឲ្យប្រជាជនមើលហើយបង្កើតបញ្ហាមួយទៀតឲ្យដោះស្រាយបញ្ហាឲ្យប្រជាជនមើលអាហ្នឹងខ្ញុំគិតថានយោបាយប៉ុណ្ណឹងរបៀបហ្នឹងគឺនឹងស្លាប់នៅជីវិតនយោបាយរបស់ខ្លួនថ្ងៃណាមួយបាទប៉ុន្តែបើសិនជាលេងឆាប់ចប់ពេកទៅក្រែងមិនល្អមើលទៅដល់លោកប្រធានបាទជាទូទៅបើលេងជ្រុលរហូតដល់ប្រជាជនជាប់គុកមែនទេរហូតដល់តំណាងរាជឈឺចាក់ប្រជាជនអស់ដីអស់អីយូរពេកអាហ្នឹងខ្សោះហើយប្រជាជនហ្នឹងអាចស្លាប់អស់មែនទេយកលេងយូរទៅប្រជាជនក្រចាក់ចោលស្រុកអស់ហើយហ្នឹងឯនៅអួតថាដឹកនាំល្អមកទៀតបើប្រជាជនខ្លាយទៅជាខ្ញុំគេគ្រប់កន្លែងហ្នឹងគ្រប់ប្រទេសហ្នឹងបាទបាទអរគុណខ្ញុំមុននឹងផ្ដល់ឱកាសជូនដល់វាគ្មិនបន្តខ្ញុំទទួលលោកមកស្ដាប់អញ្ជើញពីខាងកពតលោកវិភូបាទជំរាបសួរលោកវិភូបាទបាទអរលោកជំរាបសួរបងវិភូហើយជំរាបសួរបណ្ឌិតទាំងពីរផងបាទសូមជម្រាបលោកវិភូបាទមុននឹងមានចំនួនខ្ញុំសូមមានមតិបន្តិចនៅជាមួយបញ្ហានយោបាយអញ្ចឹងដល់ខ្ញុំមើលឃើញថាអញ្ចឹងមូលហេតុដែលលោកបណ្ឌិតទាំងពីរលើកឡើងមិញនេះសូមថាវាដោយសារតែអ្នកដឹកនាំទាំងពីរបកហ្នឹងអញ្ចឹងជាពិសេសថ្នាក់ដឹកនាំបកប្រឆាំងយើងជាបកប្រឆាំងអញ្ចឹងគឺតែមានមូលដ្ឋានចំហឲ្យរឹងមាំជាងបកកាន់អំណាចតែបើយើងសន្យាជាមួយពលរដ្ឋហូរខែមកយើងមិនដែលគោរពសន្យាផងទេអញ្ចឹងបកកាន់អំណាចគឺអញ្ចឹងដែរគឺមិនដែលគោរពសន្យានេះជាក់ស្ដែងយើងឃើញកាលពីកន្លងមកមិនចំណត់ដៃជាធម្មតារបស់គេទេអញ្ចឹងក៏មកទស្សបកកាន់អំណាចដោយសារយើងចូលទៅជាមិនមានលក្ខខណ្ឌច្បាស់លាស់ជាមួយនឹងបកកាន់អំណាចអញ្ចឹងហើយតំណាងរាស្ត្រខ្ញុំអត់មានបញ្ហាហេឡូបាទហេឡូលោកវិភូបាទអូបាទសូមអធិស្ឋានដាច់ទៅវិញខ្ញុំងាកមកវាគ្មិនទាំងពីរវិញមិនដឹងថាតើលោកវិភូនឹងចង់លើកពីរឿងអ្វីទេសម្រាប់កិច្ចភាសាក្នុងរាត្រីនេះខ្ញុំងាកមកវាគ្មិនវិញម្ដងមុននឹងទទួលលោកនៅស្ដាប់បន្តខ្ញុំលោកបណ្ឌិតរស់រវុធមើលចោះរឿងអ្នកនយោបាយពីការដែលប្រឹងប្រែងគោលនយោបាយរៀងខ្លួនសម្រាប់ឃោសនាសម្រាប់ចោះណែនាំអីចឹងហើយលោកបណ្ឌិតមានប្រសាសន៍បាញ់មិញថាមកដល់ក្នុងដំណាក់កាលនេះគឺអ្នកនយោបាយបានប្រើយុទ្ធសាស្ត្រសម្រាប់ឃោសនាបាត់ហើយមិនទាន់ដល់អាណត្តិនៃការឃោសនាផងបើសិនជាប្រើប្រាស់វេទិកានឹងដើម្បីចំណេញសម្រាប់ប្រជាពលរដ្ឋទៅវិញហើយមិនដើម្បីសម្រាប់បកវិញតើលោកបណ្ឌិតយល់ឃើញថាមួយណាចំណេញជាងសម្រាប់បកឬក៏សម្រាប់ប្រជាពលរដ្ឋតាមពិតទៅបកគ្រាន់តែជាបណ្ដុំតូចមួយទេប៉ុន្តែបើនិយាយពីរឿងប្រជាពលរដ្ឋវិញវាទលាយវាធំវាច្រើនគឺជាអ្នកទ្រទ្រង់ជាតិអញ្ចឹងទេយើងសង្កេតឃើញថាដូចបណ្ឌិតកែមលៃនិយាយមិញអញ្ចឹងបើសិនណាជាយើងនៅតែធ្វើសម្រាប់តែបកគឺអ្នកដែលរងគ្រោះអ្នកដែលប៉ះពាល់គឺប្រជាពលរដ្ឋនិងប្រទេសជាតិរបស់ខ្លួនអញ្ចឹងយើងសង្កេតឃើញថាបើធ្វើនយោបាយដើម្បីតែបកដើម្បីតែគ្រប់គ្រងអំណាចទេគឺមានឈ្មោះក្នុងប្រវត្តិសាស្ត្រដែលមិនល្អ
ចាទុកសម្រាប់យុវជនចំណងក្រោយព្រោះគេធ្វើនយោបាយគឺធ្វើនយោបាយដើម្បីដឹកនាំជាតិដើម្បីឲ្យជាតិនឹងមានការរីកចម្រើនដើម្បីឲ្យប្រជាពលរដ្ឋនឹងមានភាពសម្បូរសប្បាយដើម្បីឲ្យមន្ត្រីរាជការនឹងគឺធ្វើយ៉ាងណាប្រាក់ទទួលទានប្រាក់ខែរដ្ឋតែធ្វើការដើម្បីរដ្ឋមិនមែនធ្វើការតែដើម្បីរាល់ថ្ងៃហ្នឹងគឺដណ្ដើមគ្នារស់បាទអញ្ចឹងអាកន្លែងហ្នឹងដែលនយោបាយហ្នឹងវាអត់មានតន់គេហៅថាធ្វើយ៉ាងណាឲ្យប្រទេសរីកចម្រើនបានណាអញ្ចឹងដូចខ្ញុំបានឧទាហរណ៍ខាងដើមអញ្ចឹងដើម្បីឲ្យរីកចម្រើនបានតតែយើងនឹងមានគោលនយោបាយច្បាស់លាស់ហើយយើងត្រូវការអ្នកមានសមត្ថភាពកុំគិតពីនិន្នាការបកបើគិតពីនិន្នាការបកយើងធ្វើមិនកើតដើម្បីឲ្យប្រទេសជាតិរីកចម្រើនបានមានគំរូតាមពិតរដ្ឋាភិបាលគាត់ដឹកនាំទៅវាមានគំរូខ្លះដែរណាបាទអ្នកដែលល្អអ្នកដែលប្រជាពលរដ្ឋពេញចិត្តខ្ញុំសូមលើកចំឈ្មោះទៅនៅពេលដែលខ្ញុំចុះសហគមន៍ច្រើនឧទាហរណ៍ដូចអភិបាលស្រុកព្រះស្ដេចគាត់មានភាពបត់បែនច្រើនគាត់មានដំណាក់ដំណងល្អជាមួយបុគ្គលិកមានដំណាក់ដំណងល្អជាមួយប្រជាពលរដ្ឋខ្ញុំចុះទៅសួរប្រជាពលរដ្ឋដោយអភិបាលខេត្តបាត់ដំបងថ្មីច័ន្ទផលបាទម៉ូតូដប់អ្នករត់តុកប្រជាពលរដ្ឋអ្នកហាត់ប្រាណហើយនឹងឃុំតាមអីខ្ញុំសួរទៅគឺមានភាពវិជ្ជមានច្រើនសម្រាប់គាត់អញ្ចឹងអាហ្នឹងវាជាគំរូហើយចវាយខេត្តផ្សេងដែលមិនល្អហ្នឹងរៀនតាមគាត់ទៅអាហ្នឹងយើងមិនប្រអាប់មួយលើកមួយប៉ុន្តែគាត់ថាកាលណាគាត់មានភាពជាអ្នកដឹកនាំល្អអញ្ចឹងគឺយើងគួរតែយកគំរូដូចអាដាមឡាយវណ្ណៈណាគាត់ល្អខ្ញុំឃើញមានភាពវិជ្ជមានច្រើនពីមន្ត្រីរាជការទូទៅពីប្រជាពលរដ្ឋដែលខ្ញុំដើរតាមភូមិគាត់ថាលោកដឹងគាត់ល្អគាត់សាមញ្ញគាត់មានប្រជាប្រិយភាពមានតំណែងល្អហើយអ្នកណាជួបក៏បានអីសាមញ្ញអីចឹងគំរូហ្នឹងវាមិនមែនត្រឹមតែអ្នកក្នុងក្រុមហ្នឹងទេវាត្រូវមករដ្ឋមន្ត្រីនេះវាត្រូវមកឧបនាយករដ្ឋមន្ត្រីនេះវាត្រូវមកដល់នាយករដ្ឋមន្ត្រីនេះឲ្យវាមានគំរូល្អអញ្ចឹងឲ្យច្រើនទៅខ្ញុំគិតថាល្អហើយប៉ុន្តែបើសិនជាយើងគិតថាគំរូហ្នឹងយើងច្រើនដូចអាដាមជាសភារាគាត់ទៅធ្វើចវាយស្រុកនិស្សិតបញ្ញវន្តមន្ត្រីរាជការអ្នកលក់ដូរកោតសរសើរគាត់ចវាយក្រុងភ្នំពេញកោតសរសើរគាត់ទៅជាច្រើនគាត់ចេញទៅប៉ុន្តែឥឡូវគាត់ឡើងមកវិញប៉ុន្តែវាមិនដូចមុនណាចង់និយាយថាអ្នកដែលមានភាពជាអ្នកដឹកនាំល្អអញ្ចឹងខ្ញុំគិតថាល្អតែអាដាមហ៊ុនជុនរ៉ុនគាត់ធ្វើបានល្អប៉ុន្តែមកក្បាច់ពីក្បាច់ចុងក្រោយនេះឃើញដូចចង់យ៉ាប់អីចេញពីខិតហាមមិនឲ្យនិយាយរឿងនយោបាយទេសាលាលោករវុធទេសាលានយោបាយសាលារូលអីសាលានយោបាយបាទហើយអ្នកដែលនៅក្នុងសាលាសិតអ្នកនយោបាយហើយអត់ឲ្យនិយាយរឿងនយោបាយចឹងអីខ្ញុំគិតថាខ្ញុំមិនដឹងថាគាត់មានកំណត់ខ្លួនឯងឬក៏គាត់ទទួលបញ្ជាណាចឹងវាខូចអាទម្រង់ដែលយើងកំពុងតែធ្វើការកែរៀនវិទ្យាសាស្ត្រនយោបាយហើយហាមគ្រប់សាលាគ្រូមិនឲ្យនិយាយរឿងនយោបាយចឹងអីយើងត្រូវពិចារណាមុននឹងយើងចេញអញ្ចឹងបាទអរគុណខ្ញុំសូមទទួលលោកសូរិយាវុធអញ្ជើញពីសៀមរាបលោកជំរាបសួរបាទជំរាបសួរបាទខ្ញុំបានសូរិយាវុធសួរបាទសូមជើញបាទជំរាបទី1ខ្ញុំនឹងដាក់សំណួរទៅសូមជំរាបសួរបងប្រុសវាគ្មិនទាំងពីររូបផងដែរបាទតកតងទៅនឹងប្រធានបទយើងដែលតកតងទៅនឹងរបបនយោបាយហើយនឹងសភាពការនយោបាយដែលជានៅអធិពលដល់សង្គមជាតិខ្មែរយើងសំណួរទី1ខ្ញុំសូមសួរថាតើដំណើរការនយោបាយនៃគណៈបកប្រជាជននិងគណៈបកសង្គមជាតិនេះគឺលោកវាគ្មិនទាំងពីរមើលឃើញថាដំណើរការនេះគឺសម្រាប់បម្រើឲ្យផលប្រយោជន៍ដល់ក្រុមឬក៏បកឬមួយក៏បម្រើផលប្រយោជន៍ដល់ប្រទេសនិងជាតិខ្មែរជាសំណួរទី1សំណួរទី2របបនយោបាយហើយនឹងសភាពការនយោបាយបច្ចុប្បន្ននេះដែលបង្កើតឡើងមកនេះគឺគ្រាន់តែជាក្រាបទាញនៃមហាជនឬក៏ប្រជាពលរដ្ឋខ្មែរឲ្យភ្លេចនៅអំពីរឿងបញ្ហាដូចជាដីនៅលើទៀងបង្កប់បរិយាកាសឬក៏អរ៉ៃកោះកុងឬមួយក៏បញ្ហាព្រៃឈើដែលចាប់បំផ្លាញរាល់ថ្ងៃឈើបេងពីយងមានលួតនៅតំបន់ព្រៃឡង់ខេត្តចំនួន4ដែលមានប្រជុំស្ទឹងត្រែងកំពង់ធំប្រាក់វិហារនោះហើយព្រមទាំង
គ្រាន់តែបង្ហាញផ្នែកពីរឿងព្រំដែនដែលជាទានដោយប្រទេសជិតខាងដែលមានជាពិសេសគឺយួនដែលជីកស្រះនៅរតនគិរីនោះដែរទេនៅក្នុងចំណុចសំណួរទី2សំណួរទី3លោកវាគ្មិនមើលឃើញថាតើគណៈបកទាំងពីរកំពុងតែធ្វើនយោបាយនេះបានបំពេញនៅគោលនយោបាយរបស់ខ្លួនដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរបានចំណុចណាខ្លះទាំងគណៈបកប្រជាជននិងទាំងគណៈបកសង្គ្រោះជាតិនោះមានបានបំពេញនៅគោលនយោបាយដែលខ្លួនបានសន្យាប៉ុន្មានចំណុចទៅដែលគេបានយកមកជួយដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរបាទខ្ញុំមាន3ចំណុចលោកវុឌ្ឍសំណួរទី2យើងស្ដាប់អត់ច្បាស់ទេលោកចង់សួរថាម៉េចបាទសូរិយាបុត្រមិនមែនសូរិយាវុឌ្ឍទេបាទសូរិយាបុត្រខ្ញុំសំណួរទី2ខ្ញុំចង់មានន័យថាសភាពការនយោបាយបច្ចុប្បន្ននេះអ្នកនយោបាយទាំងពីរបកធំហ្នឹងគាត់ធ្វើនយោបាយហ្នឹងគឺគ្រាន់តែបង្កើតហេតុការណ៍ផ្សេងៗឲ្យកើតមានឡើងធំឡើងនេះគឺដើម្បីតែទាញភ្នែកប្រជាពលរដ្ឋឲ្យភ្លេចមើលដូចជារឿងអរ៉ៃកប៉ុងរឿងឈើ3ពយងមាននួននៅតំបន់ព្រៃឡង់ខេត្តចំនួន4ដូចជាប្រទេសស្ទឹងត្រែងកំពង់ធំព្រះវិហារហើយនឹងតំបន់ព្រំដែនអាស៊ាននិងព្រំដែនយួនដែលយួនជីកស្រះនៅរតនគិរីហើយការបោះបង្គោលព្រំដែននោះឲ្យមកមើលអារឿងឈុតថ្មីនោះតើរឿងហ្នឹងអញ្ចឹងដែរឬទេបាទនេះសំណួរទី2ខ្ញុំបាទអរគុណលោកសូរិយាបុត្រជំរាបលាលោកត្រឹមបាទសូមជូនសំណួរទាំង3នេះជូនដល់លោកបណ្ឌិតរស់រវុធមុនបាទសូមជឿបាទសូមអរគុណលោកសូរិយាបុត្រនៅសៀមរាបបាទយើងសង្កេតឃើញថាសំណួរទី1គឺខ្ញុំបានឆ្លើយខ្លះរួចហើយបាទនិយាយពីរឿងផលប្រយោជន៍បកនិងផលប្រយោជន៍ជាតិហើយចំណែកឯសំណួរទី2និយាយពីការបង្វែរនៃព្រឹត្តិការណ៍នយោបាយហ្នឹងដែលយើងបាននិយាយខ្លះហើយគឺថាអ្នកនយោបាយដែលយើងបានជជែកគ្នាពីខាងដើមហ្នឹងគឺបង្កើតនយោបាយដើម្បីដោះស្រាយបញ្ហាអញ្ចឹងទេយើងសង្កេតឃើញថាសភាពការថ្មីចុងក្រោយនេះគឺมันពាក់ព័ន្ធជាមួយនឹងការបង្វែរនៃព្រឹត្តិការណ៍នយោបាយប្រជាពលរដ្ឋកន្លងមកมันឲ្យតាមដានมันឲ្យពិនិត្យមើលសាវជ្រាវរឿងបញ្ហាទំនាស់ដីធ្លីឬក៏បញ្ហាព្រំដែននេះយើងឃើញថាព្រឹត្តិការណ៍ទាំងអស់នេះវាជាទិដ្ឋភាពពីរដាច់គ្នាទិដ្ឋភាពពីរដាច់គ្នានេះយើងសង្កេតឃើញថាព្រំដែនយើងនៅតែបន្តដោយមានសង្គមស៊ីវិលមានរដ្ឋាភិបាលមានយុវជននៅតែចូលរួមធ្វើបន្តព្រោះបញ្ហាព្រំដែនជាបញ្ហាជាតិហើយបញ្ហាជាតិនេះទៀតសោតយើងត្រូវធ្វើយ៉ាងណាចឹងហើយបានជាខ្ញុំនិយាយខាងដើមថាធ្វើយ៉ាងណាឲ្យអ្នកនយោបាយរួមគ្នាដើម្បីបង្កើតនីតិវិធីយ៉ាងណាក្នុងការតទល់ជាមួយនឹងប្រទេសជិតខាងព្រោះក្នុងដំណោះស្រាយព្រំដែនវាពាក់ព័ន្ធជាមួយនឹងច្បាប់អន្តរជាតិអញ្ចឹងទេរឿងបញ្ហាសភាពការថ្មីនេះជាសភាពការមួយដែលខ្ញុំគិតថាជាចំនួនឬក៏ជាគំនុំឬក៏ជាបញ្ហាផ្ទៃក្នុងរវាងបកទាំងពីរដែលមានបញ្ហាអាម៉ាស់ណាមួយដែលបង្កើតរឿងបញ្ហានេះឡើងចឹងទេបើចឹងហើយយើងក្នុងនាមប្រជាពលរដ្ឋយើងគួរតែតាមដាននៅព្រឹត្តិការណ៍ហ្នឹងឲ្យច្បាស់ចំពោះដោយរាប់តាំងពីគោលនយោបាយឡើងទៅថាតើគណៈបកទាំងពីរហ្នឹងបានអនុវត្តអីខ្លះបាទបានអនុវត្តអីខ្លះថាតើបំពេញតួនាទីរបស់គាត់នៅក្នុងគណៈបកទាំងពីរហ្នឹងធ្វើស្របតាមគោលនយោបាយរបស់បកនៅអញ្ចឹងទេក្នុងការសម្រេចចិត្តនៅឆ្នាំ2017 2018គឺប្រជាពលរដ្ឋជាតុលាការក្នុងការសម្រេចលើការអនុវត្តគោលនយោបាយរបស់គណៈបកមិនត្រឹមតែគណៈបកទាំងពីរទេរហូតដល់គណៈបកដែលមាននៅក្នុងនឹងទៀតអញ្ចឹងហើយបានជាយើងបានជជែកគ្នាខាងដើមថាយើងមើលថាតើសន្ទនាហ្នឹងវាបានអីចំណេញអីយើងមើលថាវាអ្វីវាហាក់បីដូចជានៅវិលទៅវិលមកនៅនឹងអ្នកនយោបាយជួនកាលនិយាយទៅលឿនពេក
ហើយដូចថាវាខាតតែប្រជាពលរដ្ឋនិងប្រទេសជាតិអញ្ចឹងទេសូមអរគុណហើយដល់លោកសូរិយាបុត្រដែលបានតាមដាននៅព្រឹត្តិការណ៍បាទខ្ញុំមានប៉ុណ្ណឹងបាទដោយសារនីតិយើងក៏ខ្លីដែរខ្ញុំមានមួយសំណួរជូនដល់លោកបណ្ឌិតកែមលីបើសិនជានយោបាយក្នុងស្ថានភាពបែបហ្នឹងនៅតែបន្តខ្វែងគ្នាអញ្ចឹងតើអ្នកនយោបាយនឹងចង់ឲ្យស្ថានភាពវាទៅជាយ៉ាងម៉េចទៅវិញពីព្រោះមើលទៅខ្វែងគ្នាទៅវិញទៅមកអញ្ចឹងបាទហើយស្ថានភាពនឹងវិលទៅយ៉ាងម៉េចតាមការយល់ឃើញមកលោកជាទូទៅខ្ញុំមើលឃើញប្រទេសយើងបើសិនជានៅតែមានអំពើហិង្សាអញ្ចឹងណាបាទវាអាចទាញប្រទេសនឹងឲ្យដើរថយក្រោយឆ្ងាយអាចទាញរហូតដល់ទសវត្សរ៍ទី80ចុងទសវត្សរ៍ទី80របស់គេថារឹតបន្តឹងកាលណាឬមិនទៅចងខ្សែថែមឬមិនទៅចងខ្សែថែមឬមិនទៅចងខ្សែថែមចេះតែតែងច្បាប់តាមចិត្តចង់ណាយកមកចងប៉ុន្តែចងខ្សែហ្នឹងវាអាចថ្ងៃណាមួយដាច់ចេញតែម្ដងពួយកាលណារឹតកាន់តែខ្លាំងវាក្តៅកាន់ខ្លាំងអាចដាច់ប៉ុន្តែខ្ញុំចង់ឆ្លើយសូរិយាបុត្រមិនមែនអត់លទ្ធផលទេលទ្ធផលការប្រកួតប្រជែងគ្នាតាមរយៈជជែកពីគោលនយោបាយគឺមានប្រយោជន៍ដល់ប្រជាពលរដ្ឋទីហោគណៈបកសង្គ្រោះជាតិគាត់សន្យាថាឲ្យ1លានរៀលប្រាក់ខែដល់មន្ត្រីរាជការទីបំផុតបាទគណៈបកប្រជាជនគាត់ថាអត់បានទេបើមានលុយគាត់ឲ្យទេចឹងគាត់ថាដាងដល់ 15% 20% ដល់ពេលប្រកួតប្រជែងគ្នាចឹងទៅគណៈបកសង្គ្រោះជាតិគាត់បានប្រជាប្រិយភាពប្រហែលពីមន្ត្រីរាជការចឹងចុងក្រោយលទ្ធផលគាត់ត្រូវតែអនុវត្តអាហ្នឹងគាត់ឲ្យ1លានរៀលឆ្នាំ2018គាត់បាន1លានរៀលណា2016គាត់ចាប់ផ្ដើមអាហ្នឹងជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកនយោបាយបើសិនបើអត់មានការប្រកួតប្រជែងអញ្ចឹងអាលទ្ធផលហ្នឹងប៉ុន្តែវាត្រូវពីតើបោះឆ្នោតឲ្យគណៈបកប្រជាជនគាត់ឡើងប្រាក់ខែឬក៏បោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិដើម្បីដេញប្រកាសគ្នាគាត់ឡើងប្រាក់ខែអានឹងសំណួរ2ដែលប្រជាពលរដ្ឋកំពុងតែសួរទី1ទី2វាបានលទ្ធផលឧទាហរណ៍ថាគណៈបកសង្គ្រោះជាតិគាត់ទៅជែកយូនកូវ៉ាត់គាត់ថាអង្គវត្តគ្រប់គ្រងមិនល្អគ្រប់គ្រងដោយក្រុមហ៊ុនវៀតណាមក្រុមហ៊ុនអីចឹងទីហោហើយក្រោយទៅវាអាចបាត់បង់អីចឹងដល់ចឹងរត់ដកមកវិញប៉ុន្តែដកមកវិញឲ្យទៅជារដ្ឋបាលសាធារណៈគឺនឹងអាក្រក់ជាងក្រុមហ៊ុនដូចជាលោកកាត់ទៅបាទប៉ុន្តែបើសិនជាដកមកវិញហើយធ្វើការដេញថ្លៃជាសាធារណៈក្រុមហ៊ុនជាលក្ខណៈអន្តរជាតិមានតម្លាភាពអានឹងវាចំណេញជាងមុនបាទប៉ុន្តែរដ្ឋមកវិញមកគ្រប់គ្រងដោយរដ្ឋទេគឺដឹងតែទៅអានឹងរឿងទី2រឿងទី3ល្អដល់ថាតកតទៅនឹងពុនផ្លូវម៉ូតូផ្លូវអីអានឹងជាលទ្ធផលនៃការប្រកួតប្រជែងគាត់គិតថាអានឹងប្រហែលជាបានប្រជាប្រិយភាពគាត់ដកពុនចេញប៉ុន្តែការដកពុនចេញវាបាត់បង់អាទំនួលខុសត្រូវសង្គមរបស់ប្រជាពលរដ្ឋជាចុងក្រោយឧទាហរណ៍ថាគាត់ចាប់ឡានបងពុនឡានថ្មីអានឹងវាជាលទ្ធផលដែរវាមិនមែនអត់លទ្ធផលទេប៉ុន្តែគ្រាន់ថាគេស៊ីឡើងអស់សាច់ហើយបានមកឲ្យអាអ្នកចុងក្រោយអ្នកប្រើប្រាស់មកបងចេញពីគយប៉ោយប៉ែតអាឡានធម្មតាមិនមែនស្ពាយណាមិនមែនដាក់កប៉ាល់ខោបានណាដាក់សេតកុងតឺន័ររឿងឯងគយមិនឃើញគយមិនដឹងគឺស៊ីឡើងតគ្នាមកឲ្យអាអ្នកប្រើប្រាស់បងអានឹងមានភាពអយុត្តិធម៌ហើយដល់ចាប់បានសិតដុល្លារអ្នកធំទៅទៀតបាទអត់មានឯកសារគ្រប់គ្រាន់ដល់ពេលអ្នកធំអន្តរាគមន៍សម្រួលថានឹងមានឯកសារគ្រប់គ្រាន់រួចខ្លួនខ្ញុំស្គាល់តាឡានទី3របស់អ្នកធំចាប់បានបាទអរគុណលោកបណ្ឌិតដែលតាពេលវេលាយើងអស់ហើយសូមអធិស្ឋានត្រឹមប៉ុណ្ណេះហើយខ្ញុំបាទសូមអរគុណដល់លោកអ្នកស្ដាប់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមលើកនៅសំណួរហើយក៏អរគុណលោកមិនទីដែលបានចំណាយពេលវេលាផងដែរសម្រាប់ពេលនេះខ្ញុំបាទមកមនីរតសូមអរគុណនិងសូមជម្រាបលា